មនុស្សមួយចំនួនចូលចិត្តវាយតម្លៃក៏ដូចជាឲ្យតម្លៃតែទៅលើសម្បកក្រាំងមិនបានគិតដល់ពីភាពពិតអត្តចរិតភាពថ្លៃថ្នូររបស់បុគ្គលម្នាក់នោះឡើយនៅពេលដែលបុគ្គលម្នាក់នោះស្លៀកពាក់ស្អាតបាតទំនងខោអាវម៉ូដថ្លៃៗជិះរថយន្តល្អៗប្រើសម្ភារៈទំនើបពួកគេច្រើនតែឲ្យតម្លៃប៉ុន្តែបើឃើញអ្នកដែលមើលទៅស្លៀកពាក់ខោអាវរាងចាស់ប្រើសម្ភារៈមិនទំនើបពួកគេមិនសូវជាឲ្យតម្លៃលឿងខ្វាត់ទេជួនកាលមុខក៏មិនមើលសួរនាំក៏មិនជ័យសួរផងជួនកាលឃើញអ្នកដែលស្លៀកពាក់ស្អាតបាននោះមិនប្រកាសថាក្នុងហៅប៉ៅខោមានលុយនោះទេហើយក៏មិនប្រកាសថាជាមនុស្សល្អនោះដែរផ្ទុយទៅវិញសម្រាប់អ្នកដែលគេមិនចេះសម្ញាងស្លៀកពាក់មិនរើខោអាវមិនសូវទាន់សម័យប៉ុន្តែលុយពេញហៅប៉ៅក៏មានហើយជាមនុស្សល្អក្នុងសង្គមគួរជាទីរាប់អានថែមទៀតជាឧទាហរណ៍ជាក់ស្ដែងរឿងដូចនេះច្រើនកើតមានឡើងនៅតាមហាងលក់ដូរទំនើបនិងលក់របស់ថ្លៃមួយចំនួនបើសិនជាមានមនុស្សម្នាក់ណាដែលមើលទៅស្លៀកពាក់មិនសូវហ៊ឺហាដែលខ្មែរយើងតែងនិយាយជាសាមញ្ញថាខោមិនខោអាវមិនអាវរបស់ប្រើមិនសូវទំនើបនោះចូលមើលអីវ៉ាន់ក្នុងហាងរបស់ពួកគាត់ម្ចាស់ហាងឬបុគ្គលិកមួយចំនួនមិនមករាក់ទាក់សួរនាំឬជួនកាលអាចឲ្យគាត់ចេញពីហាងវិញថែមទៀតផងតាមពិតទៅការគិតបែបនេះគឺជាយល់ខកមួយហើយក៏បញ្ជាក់ពីការរើវណ្ណៈដ៏ធ្ងន់ធ្ងរមួយដែលក្នុងនាមយើងជាមនុស្សជាតិដូចគ្នាសរុបមកសម្បកក្រៅរបស់មនុស្សយើងម្នាក់គឺស្ទើរតែមិនអាចវាយតម្លៃបានភ្លាមថាបុគ្គលម្នាក់នោះជាមនុស្សថ្លៃថ្នូរឬក៏អត់ជាពិសេសមិនអាចបែងចែកថាជាមនុស្សល្អឬអាក្រក់បានឡើយត្រឹមតែបានឃើញសម្បកក្រៅរបស់គេជាមនុស្សស្រមែមស្រមាំមុជមាំកាចគួរឲ្យខ្លាចនោះដូច្នេះសូមកុំវាយតម្លៃមនុស្សតែលើសម្បកក្រៅតែមួយមុខ